ស្ងោរស្ពៃកញ្ញាញ់ជាមួយនឹងប្រហិតត្រីនិយាយទៅឲ្យតែថ្ងៃណាខ្ញុំរៀងខ្ជិលធ្វើម្ហូបអីហ្នឹងគឺថាដឹងតែនឹកឃើញស្លសម្លមួយមុខនេះហើយដោយសារតែវាលឿនងាយស្រួលធ្វើហើយរសជាតិហ្នឹងក៏ឆ្ងាញ់ដែរហើយណាមួយកូននៅផ្ទះខ្ញុំក៏គាត់ចូលចិត្តញ៉ាំស្លហ្នឹងដែរចាឥឡូវនេះខ្ញុំយកប្រហិតត្រីហ្នឹងយកវាមកប្រឡាក់គ្រឿងដើម្បីឲ្យវាមានជាតិអញ្ចឹងណាដាក់ទឹកត្រីម្សៅស៊ុបប៊ីចេងស្ករសមានម្រេចខ្ទឹមសចិញ្ច្រាំហើយនឹងប្រេងខ្យងបន្តិចហើយច្បល់ឲ្យវាចូលជាតិគ្នាសព្វល្អទៅគឺថារួចរាល់ជាការស្រេចហើយចាឥឡូវនេះគ្រឿងក្រៅបន្លែប្លុកអីហ្នឹងបានត្រៀមរៀបចំរួចរាល់អស់ហើយអញ្ចឹងខ្ញុំក៏មកដាក់ឆ្នាំងដាំទឹកដើម្បីចាប់ផ្ដើមស្លតែម្ដងបន្ទាប់ពីដាំទឹកបានពុះល្អហើយខ្ញុំបង់ហេប៊ីយឺហ៊ឺគល់ខ្ទឹមហើយនឹងមើមខ្ទឹមសពី3កំពឹសចូលទៅបន្ទាប់មកដាក់ប្រហិតត្រីនឹងចូលទៅតែម្ដងហើយប្រហិតត្រីបងប្អូនចង់លុញវានឹងដៃជាដុំតូចៗមកល្មមក៏បានឬបើសិនជាខ្ជិលលុញខ្លាចវាស្អិតបតិបតាប្រឡាក់ដៃអីគឺថាអាចយកស្លាបព្រាមកដួសបែបនឹងដូចខ្ញុំក៏បានដែរឥឡូវនេះដល់វគ្គបង់គ្រឿងផ្សំវិញម្ដងខ្ញុំបង់ដុំស៊ុបនោះមកកូនដុំតូចចូលទៅហើយមានអំបិលបន្តិចម្សៅស៊ុបទឹកត្រីប៊ីចេងហើយនឹងស្ករសបន្តិចបន្ទាប់ពីបង់គ្រឿងផ្សំរួចរាល់ហើយគឺខ្ញុំដាក់ការ៉ុតចូលទៅហើយទុកវាមួយរំពុះដើម្បីឲ្យការ៉ុតនឹងវាបានផុយល្អសិនហើយបានខ្ញុំបង់ស្ពៃកញ្ញាញ់ចូលហើយទុកវាមួយរំពុះទៀតទៅដើម្បីឲ្យស្ពៃនឹងវាបានឆ្អិនល្អដែរហើយរសជាតិអីហ្នឹងបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តចុងក្រោយខ្ញុំបង់ស្លឹកខ្ទឹមចូលទៅគឺថាឆ្អិនរួចរាល់ជាការស្រេចហើយបងប្អូនហើយវីដេអូធ្វើម្ហូបរបស់ខ្ញុំថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរអរគុណបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច follow page ថ្មីនេះខ្ញុំម្នាក់មួយផងណាអរគុណជួបគ្នានៅវីដេអូក្រោយៗទៀត